Paris Saint-Germain ឈ្នះជើងឯក UEFA Champions League ជាលើកដំបូងដោយផ្ដួលក្រុម Inter Milan 5 គ្រាប់ទល់នឹង0ដែលជាគ្រាប់បាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ UEFA Champions League មិនដែលមានអ្នកណាស៊ុតបាន5គ្រាប់នៅវគ្គផ្ដាច់ព្រាត់ហើយបិទមិនឲ្យគេស៊ុតចូលវិញនឹងទេមានតែ Paris Saint-Germain មួយគត់កន្លងទៅគឺមានក្រុម2ដែលធ្លាប់ស៊ុតទៅលើគូប្រកួតច្រើនបំផុតហើយឈ្នះដោយ clean sheet បែបនេះគឺធ្លាប់ស៊ុតបានតែ4គ្រាប់ទេគឺ AC Milan ធ្លាប់ឈ្នះ FCSB ហើយនិង Barcelona ហើយមួយទៀតនោះគឺ Paris អធិស្ឋានបាទគឺ Bayern Munich ឈ្នះ Atletico Madrid 4-0 តែបើរឿង 5-0 នេះមិនដែលមានទេនៅ Champions League ទើបតែមានលើកទី1គត់គឺក្រុម Paris Saint-Germain ជាអ្នកផ្ដួល Inter Milan បងប្អូនហើយបាទ5គ្រាប់នេះគឺច្រើនណាស់វគ្គផ្ដាច់ព្រាត់ហើយវាសំខាន់ទៅទៀតនោះParis Saint-Germain មិនដែលឈ្នះពាននឹងទេពេលនេះពួកគេបានឈ្នះពាននេះហើយសប្បាយចិត្តអើយសប្បាយចិត្តសម្រាប់ Paris Saint-Germain លោក Nasser Al-Khelaifi ដែលជាប្រធានក្រិបរបស់ក្រុម Paris Saint-Germain គាត់ដាក់គោលដៅយូរហើយចង់បាន Champions League ពេលនេះសម្រេចផ្លូវការ 100% ហើយគឺ Paris Saint-Germain ជាម្ចាស់ជើងឯក UEFA Champions League រដូវកាល 2024-2025 នេះបងប្អូនការប្រកួតយប់មិញចាប់ផ្ដើមការប្រកួតមកបានប្រមាណជា12នាទីទេ12នាទីAchraf Hakimi សុទ្ធបញ្ចូលទីនៅនាទីទី12បញ្ជូនឲ្យដោយ Desire Doué កីឡាករវ័យ18-19 ឆ្នាំគឺល្អមែនទែន Desire Doué បាទយើងនិយាយទៅគឺក្មេងមែនទែនបាទគឺជាកីឡាករដែលល្អបំផុតនៅឯ Champions League រដូវកាលហ្នឹងវ័យក្មេងសុទ្ធទៅលើគូប្រកួតបានច្រើនគ្រាប់នៅវគ្គផ្ដាច់ព្រាត់បាន2គ្រាប់ទៀតបាទ Desire Doué នេះនាទីទី18Achraf Hakimi សុទ្ធបាន1គ្រាប់នាទីទី20បាទគឺ1គ្រាប់ទៀត Desire Doué អ្នកបញ្ជូនឲ្យគឺ Ousmane Dembélé ល្អច្រើនអ្នកកីឡាកររបស់ក្រុម Paris Saint-Germain ល្អមែនទែនបាទបញ្ជូនសុទ្ធអីបានគ្រប់គ្នាត្រឹមវគ្គទី1គឺ Paris Saint-Germain ដាក់បាន 2-0 ទៅលើក្រុម Inter Milan គឺជារឿងមួយដែលមិនធម្មតាទេបងប្អូនបាទមិនធម្មតាទេ 2-0 ទៅលើ Inter Milan មិនងាយមានអ្នកណាសុទ្ធគាត់បានមុន2គ្រាប់ជាងទេមិនងាយទេឥឡូវ Paris ដាក់ធ្ងន់ហ្មងបងប្អូនចូលមកដល់តង់ទី2វគ្គទី2នាទីទី63 Desire Doué សុទ្ធគ្រាប់ទី3ឲ្យមក Paris Saint-Germain ដែលជាគ្រាប់ទី2របស់ខ្លួននៅក្នុងវគ្គផ្ដាច់ព្រាត់នេះអ្នកបញ្ជូនឲ្យនោះគឺ Vitinha ដល់ពេលរំលងបានប្រមាណជា10នាទីជាងទៀតបាទ10នាទីក្រោយមកនាទីទី73 Kvicha Kvaratskhelia ត្រូវបានបញ្ជូនបាល់ឲ្យមកពី Dembélé បានដាច់ស្អាតណាស់ Kvaratskhelia សុទ្ធគ្រាប់ទី4ឲ្យមក Paris នាទីទី73ហើយណាបងប្អូនណាបាន4គ្រាប់នាទីទី86ចុងម៉ោងទៅហើយ Paris ឆ្លៀតបន្ថែមគ្រាប់ទី5ទៅលើក្រុម Inter Milan 5គ្រាប់ដោយកីឡាករ Mayulu បាទទើបតែបដូរចូលអ្នកបញ្ជូនឲ្យគឺ Bradley Barcola អាចនិយាយថាសុទ្ធស្ទើរតែគ្រប់គ្នានៅឯ Paris Saint-Germain មកសុទ្ធស្ទើរគ្រប់គ្នា5-0បងប្អូនអូយលយមែនតើសម្រាប់ Paris Saint-Germain បងប្អូនស្ថិតិនៃការប្រកួតជាមួយនេះ Paris Saint-Germain ហើយនឹងក្រុម Inter Milan Paris គ្រប់គ្រងបាល់ 59% Inter តែ 41% ទេការសុទ្ធក្រុម Paris Saint-Germain សុទ្ធ23ជើងចំគោលដៅ8ចូលបាន5ខណៈដែល Inter Milan សុទ្ធបានត្រឹមតែ8ជើងទេចំគោលដៅចំនួន2អត់ចូលបាទសុទ្ធតិចជាងបាល់ជ្រុង Inter 6 Paris 4បាទហើយ free kick Inter 13 Paris តែ7ទេបាទអញ្ចឹងអាចនិយាយថាស្ថិតិនឹងគឺ Paris ល្អយល់តែមែនតើល្អជាង Inter Milan ល្អជាងដាច់ត្មងល្អជាងដាច់ឆ្ងាយបាទ Paris Saint-Germain ឡើងវគ្គផ្ដាច់ព្រាត់នេះបើសិនជាប៉ះ Barcelona វគ្គផ្ដាច់ព្រាត់មិនដឹងថាអែមប៉ុណ្ណា Inter Milan ជាអ្នកទម្លាក់ Barca ទម្លាក់ Bayern Munich អញ្ចឹងពេលនេះ Inter Milan ធ្លាក់ហើយ Paris Saint-Germain ជាអ្នកគ្រងជើងឯកហើយមានពាក្យចចាមអារាមមានពាក្យនិយាយផ្សេងទៀតចេញពីមាត់បងប្អូនយើងផ្សេងទៀតគាត់ថាក្រុម Paris នឹងមកពីលីកលំដាប់កសិកម្មលីកកសិកម្មពេលនេះកសិកម្មហូបសត្វលីកធំដូចជាក្រុមមកពីលីកលំដាប់លេខ1របស់លើពិភពលោកនោះបាទគឺអង់គ្លេសមកពីអង់គ្លេសក្រុមធំមកពីអង់គ្លេសគឺត្រូវបាន Paris ទម្លាក់ទាំង4 Aston Villa Man City Liverpool Arsenal Paris ទម្លាក់ទាំង4អញ្ចឹងវាអស់ហើយបាទលីកលំដាប់លេខ1របស់ពិភពលោកត្រូវបាន Paris ទម្លាក់បាទក្លឹបធំទាំងនោះអស់រដូវកាលនេះហើយក៏បានមកផ្ដួលមើលទម្លាក់ Arsenal ឈ្នះ Real Madrid ទាំង2ជើងដល់ពេលប៉ះ Paris ហូប Arsenal ដល់2ជើងដែរបាទអញ្ចឹងអញនិយាយថាឈ្នះដោយទាំង Real Madrid ទៅទៀតណោះហើយមកប៉ះជាមួយនឹង Inter Milan ហ្នឹងគឺជាអ្នកដែលហូបចុកបងធំអាឡម៉ង់ Bayern Munich ហើយហូបចុកបងធំរបស់អេស្ប៉ាញទៀតបាទ Barcelona ទៀតហើយមកជួប Paris ទៅជា Paris ជាអ្នកក្លេដល់ទៅ5គ្រាប់
Bayern Munich ទៅមិនរួចជាមួយនឹង Inter ទេ Barcelona ក៏ទៅមិនរួចជាមួយនឹង Inter ដែរប៉ុន្តែ Paris ទៅរួចហើយទៅធូរស្រួលទៅទៀតឈ្នះស្រួល5-0 បងប្អូនមិនធម្មតាទេប្រវត្តិសាស្ត្ររបស់ Champions League មិនដែលមានអ្នកណាសុទ្ធ 5-0 ទៅលើគូប្រកួតទេបាទមានតែ5តែមានគេដាក់មកវិញ6 7គ្រាប់អញ្ចឹងទៅក៏តែរបូតគ្រាប់បាល់មកវិញ5គ្រាប់ក៏មានដែរក៏តែរបូតមកវិញរៀលម៉ាឌ្រីតអីធ្វើបានបាទអញ្ចឹង5-0ដែលឈ្នះ clean sheet នេះគឺមានតែប៉ារីសមួយទេឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបហើយក៏ឈ្នះដល់ទៅ5គ្រាប់ច្រើនបំផុតធ្វើឲ្យចារប្រវត្តិសាស្ត្រនៅឯ Champions League រដូវកាលនេះក៏ជាតាំងពីអតីតកាលមកមានអ្នកណាសុទ្ធបាន5គ្រាប់ទៅនឹង0ទេបាទរដូវកាលនេះលោក Luis Enrique ដឹកនាំ Paris Saint-Germain បានពានដល់ទៅ4បាទ Coupe de France ទើបតែលើកពានហើយ Ligue 1ក៏ទើបតែលើកហើយដែរ Trophy de Champions ក៏លើកទាំងនៃ UEFA Champions League ទៀតដូច្នេះ Paris Saint-Germain រដូវកាលនេះកើបពានហើយជារដូវកាលមាសរបស់ពួកគេខ្លាំងណាស់ឈ្នះសុទ្ធតែក្រុមធំមិនមែនជារឿងចៃដន្យទេដែល Paris Saint-Germain ឡើងមកដល់វគ្គប្រាច់ប្រត់ហើយឈ្នះ Champions League នេះបាទហើយជាលើកដំបូងនេះគឺពួកគេឡើងមកដោយសមត្ថភាពពិតខ្លាំងណាស់បងប្អូនហើយបាទខ្លាំងយកទៅមែនទែនតាំងពីវគ្គ play off មកកាលវគ្គសំបន្ទុកមិនសូវជាខ្លាំងប្រហែលទេ play off ជាមួយនឹង Man City ទម្លាក់ Man City ហើយខ្លាំងពីពេលនោះមកផ្ដល់ពេលនេះខ្លាំងយកទៅមែនទែនគ្មានអ្នកណាទប់ Paris ជាប់ទេ Arsenal ហូបចុក Real Madrid ទាំងពីរជើងមកប៉ះជាមួយនឹង Paris អត់ទៅរួច Liverpool ម្ចាស់ជើងឯក Premier League បាទរដូវកាលនេះអត់ទៅរួចជាមួយនឹង Paris ទេ Man City ក៏ទៅមិនរួចដែរបាទ Arsenal ហូប Real ក៏ទៅមិនរួចដែរហើយ Inter Milan ហូប Bayern Munich ហូប Barcelona ក៏ទៅមួយជាមួយនឹង Paris ដែរ Paris ហូប5គ្រាប់ធូស្រួលយកពានជាលើកដំបូងកីឡាករហូបទឹកភ្នែកយំអូយបាទខ្ញុំមោទកភាពក៏ជាព្រឺរោមពេលដែលឃើញ Paris ឈ្នះពានហើយលើកពានក្រុងពានជាលើការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបាទគឺជាការដាក់គោលដៅមួយយូរហើយបាទចូល20 ឆ្នាំជាងហើយបាទតាំងពីម្ចាស់ក្លឹបថ្មីមកគឺពេលនេះបានពានជាផ្លូវការហើយសម្រាប់លោក Nasser Al-Khelaifi ក៏ចង់បាន Champions League ខ្លាំងបំផុតពេលនេះបានហើយពាន4ក្នុងមួយរដូវកាលការដឹកនាំរបស់លោក Luis Enrique ទម្រង់លេងល្អដល់ក៏គ្មានពាក្យអ្វីត្រូវបរិយាយគ្មានកន្លែងណាដែលត្រូវទាស់ទេទម្រង់លេងរបស់ប៉ារីសពេលនេះពួកគេស្ថិតក្នុងកម្រិតលេខ1នៅតំបន់អឺរ៉ុបប៉ារីសល្អខ្លាំងណាស់បងប្អូនអើយបាទឈ្នះជើងឯកនេះគឺសមរម្យហើយគ្មានអ្វីដែលថាប្រកែកបាននេះស្អាតណាស់ពួកគេលេងល្អណាស់បាទបញ្ជូនបាល់ក៏ស្អាតការពារក៏មាំបិទថ្នាក់ Inter ចូលមិនចុះប៉ុណ្ណឹងបងប្អូនអើយតាំងទី1សុទ្ធគ្មានបានចំគោលដៅមួយទេដល់ពេលចូលតាំងទី2នឹងសុទ្ធ8ជើងសរុបទាំងអស់មកចំគោលដៅតែ2ទេអត់ចូលបាទហើយប៉ារីសសុទ្ធទៅវិញនោះ23ជើងចំគោលដៅ8ចូលបាន5មិនហើយស្រួលអបអសាទរបងប្អូនបាទ Paris Saint-Germain ឈ្នះជើងឯក UEFA Champions League ជាលើការជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបអបអសាទរដល់ Paris Saint-Germain